សត្វក្តាមសត្វមួយដែលមិនចម្លែកជាមួយយើងវាមានមុខលើសមុទ្រក្នុងស្រែហើយនឹងចាំនំបញ្ចុកសត្វមួយដែលមានគ្រប់ទីកន្លែងយ៉ាងនេះច្បាស់ណាស់នឹងមានមនុស្សឆ្ងល់ថាតើត្រូវការសត្វក្តាមប្រមាណក្បាលដើម្បីលេងហ្គេម Doom ហ្នឹងហើយយកក្តាមមកលេងហ្គេម Doom បើតាមទ្រឹស្ដីយើងអាចយកសត្វក្តាមទាំងអស់នេះមកលេងហ្គេម Doom បានក្នុងរបាយការណ៍មួយនៅក្នុងឆ្នាំ2012អ្នកវិទ្យាសាស្ត្រតនេបានទម្លាក់សត្វក្តាមចូលទៅក្នុងសួនរង្វែងមួយធ្វើអំពីជ័រដើម្បី emulation របង logic តាមខ្ញុំដឹងរបង logic គឺ main board ប្រព័ន្ធអគ្គិសនីមួយវានឹងធ្វើប្រតិបត្តិការ program logic មួយដោយប្រើមួយឬក៏ច្រើន logic ក្បាលចូលដើម្បីគិតចេញ logic តែមួយយើងមាន8របង logic នៅក្នុងមួយបែកក្នុងតែពិសេសបានបញ្ជាក់ថាយើងត្រូវការសត្វក្តាម8ក្បាលដើម្បីរត់មួយរបង logic អញ្ចឹងដើម្បីរក្សាទុកមួយបែក data 80x80 ស្មើនឹងក្តាម640ក្បាលដើម្បីរក្សាទុក post-structure មួយយើងត្រូវការ640,000សត្វក្តាមមានន័យថា100 byte ជាមួយនឹងការស្វែងយល់ទាំងអស់ហ្នឹងយើងអាចគិតត្រួសចំនួនសត្វក្តាមដែលអាចរត់លេងហ្គេម Doom បានហ្គេមនេះមានទំហំ 2.39 MB បដូរមកវិញនោះគឺ 2,39,000 byte ខ្ញុំប្រើប្រព័ន្ធទស្សភាគមិនមែនប្រព័ន្ធគោល2ទេគឺ1 MB គឺស្មើនឹង1លាន byte ប្រសិនជាយើងគិតត្រួសទៅយើងនឹងបានលទ្ធផល1,529,60,000,000សត្វក្តាមដើម្បី run game Doom ប្រសិនជាប្រអញគិតណាគេធ្វើអាហ្នឹងថាលើផែនដីនេះមានអ្នកចូលចិត្ត game Doom នៅថ្នាក់ port game Doom ឡើងទៅលើម៉ាស៊ីន Casio ហើយលេង smooth ទៀតCasio លេង game Doom ធម្មតាទេមានអ្នក port game Doom ឡើងទៅលើកាមេរ៉ាថតរូបហើយនៅលើម៉ាស៊ីន Apple Touch Bar មានអ្នកខ្លះទៀតតំណែងដល់ថ្នាក់ port game Doom ហ្នឹងអាដងប្រទេសតេះមានផ្ទៃពោះតែប្រូខ្លះទៀតញាត់ game Doom ចូលទៅក្នុង keyboard ប៊ូតុងអក្សរ keyboard មួយទុកដាក់លេង game Doom នៅលើ keyboard ហ្នឹងមកហើយ resolution វាគឺ 48x48 នៅលើប៊ូតុង keyboard នីមួយវាអត់តន់ចប់ទេមានច្រើនទៀតគ្រាន់តែយកសត្វក្តាមមកលេង Doom ប៉ុណ្ណឹងគឺនៅធម្មតាពេកហើយចុះប្រហែលមានដឹងថា game Doom អាចលេងទៅលើម៉ាស៊ីនអីទៀតលេងលើនាឡិកាទូរស័ព្ទអីវាស្រែមកបើដឹងជួយ comment ខាងក្រោម